game ប្រភេទ graphic 2D គ្មានអ្វីដែលតាក់ទងដូចជា block throw ដូចជា graphic ធំឬក៏អ្វីដែលស្គាល់ទៅតំណ game គ្រាន់តែជាដាំហើយលក់បន្តែតាក់ទង player រហូតដល់ខ្ទង់ជារៀងរាល់ថ្ងៃតើវាមានអ្វីហ្នឹងហើយនៅក្នុងវីដេអូថ្ងៃនេះយើងจะកម្មមកមើលជាមួយនឹង game ដែលមានឈ្មោះថា Grow Garden តើវាមានអ្វីខ្លះដែលធ្វើឲ្យតាក់ទងរបស់ player របស់យើងគឺថ្ងៃណាក៏ខ្ទង់ដែរសុំ better បូកជាមួយនឹង block fruit ក៏មិនបាន 1/3 របស់ Grow Garden ដែរយ៉ាឥឡូវមុនពេលចូលព្រោះយើងអ្នកនរនេះកុំភ្លេចបោះជាង2វិនាទីអូចក្រមចុច like and subscribe យ៉ាងមួយទៅឆ្លងទៅចិត្តខ្ញុំកុំភ្លេចអ្វីជាមួយនឹង Grow Garden គឺមាននៅខាងក្រោម comment ហ្នឹងហើយឥឡូវកុំឲ្យខាតពេកចូលវីដេអូទាំងអស់គ្នា let's go Yo អូខេហ្នឹងហើយចឹងឥឡូវខ្ញុំនឹងធ្វើការ review ជាមួយនឹងសួនគឺ garden របស់ខ្ញុំហ្នឹងហើយដែលខ្ញុំលេងដល់ឥឡូវគឺត្រឹមតែ3ថ្ងៃតែប៉ុណ្ណោះគឺ3ថ្ងៃណាខ្ញុំបានជាមួយនឹង garden ប៉ុណ្ណេះខ្ញុំមិនដឹងតែគ្នាយើង pay to win ដល់ថ្នាក់ណាទេប៉ុន្តែចំណែកខ្ញុំគឺបានតែប៉ុណ្ណេះទេហ្នឹងហើយហើយសារអញ្ចឹងស្ដែងគឺខ្ញុំមានគ្នាយើងច្រើនខ្លាំងមែនតើដែលបានជួនតាក់ទងជាមួយនឹង pay ក៏ដូចជាផ្លែខ្ញុំហ្នឹងហើយដូចជាbrother Haplo អញ្ចឹងទៅគាត់ជួនឲ្យខ្ញុំជាមួយនឹងផ្លែដែលមានតម្លៃរហូតដល់200B ខ្ញុំនឹងឲ្យអ្នកមើលហ្នឹងហើយឥឡូវខ្ញុំកំពុងតែមាននៅក្នុងខ្លួនមានចំនួន8ហ្នឹងហើយអូតិចចានេះច្រឡំដៃលក់អីហ្នឹងគឺដឹងតែស្បៃហើយដោយសារតែមូលហេតុអ្វីខ្ញុំទុកអានេះឲ្យគ្នាយើងគាត់បុកបាំងហ្នឹងហើយគឺខ្ញុំនឹងឲ្យអ្នកមើលគឺមានរហូតដល់222B Oh my god ហើយសម្រាប់ garden របស់យើងខ្ញុំក៏មិនមានអីច្រើនណាស់ដែរគ្រាន់តែខ្ញុំឮថាផ្លែជាមួយនឹងផ្លែស្គីនេះផ្លែ moon mango នេះតែជាផ្លែមួយដែលថាតម្លៃគឺវាមិនសមជាមួយនឹងតម្លៃវាអត់ស័ក្តិសមជាមួយនឹងផ្លែដូចជា candy brush candy brush សំផ្សេងហ្នឹងគឺឃើញតែគ្នាយើងគាត់ជួយចិត្តខ្លាំងមែនតើដោយសារតែវាគឺលក់បានថ្លៃជាងគេនៅក្នុង Grow Garden នេះប៉ុន្តែបើតែតម្លៃរបស់វាគឺត្រឹមមិនដល់10មិនត្រឹមតែ10លានតែប៉ុណ្ណោះនេះជឿត្រឹមតែ10លានតែនេះអាចលក់បានទៅដល់ 100B 200B អញ្ចឹងទៅប៉ុន្តែចំណែកផ្លែនេះវិញ Moon of Mango នេះផ្លែនេះវាត្រឹមវាលក់ថ្លៃទៅដល់ 1B ក្នុងមួយ seed របស់វាគឺថាក្នុងពូជរបស់វាគឺមួយរហូតដល់ 1B ហ្នឹងហើយក្របពូជរបស់វាហ្នឹងហើយគឺថ្លៃសាហាវខ្លាំងមែនតែប៉ុន្តែលក់មិនដល់ 100B យ៉ាខ្ញុំមិនដឹងថាហេតុអ្វី admin គឺ nerf ដល់ថ្នាក់ហ្នឹងទេហើយនេះអាចមើលនៅខាងឆ្វេងដៃរបស់យើងគឺនៅសល់តែ1ថ្ងៃ17ម៉ោងឲ្យ2ថ្ងៃទៅចុះយ៉ាมันមានអីច្រើនទេគឺខ្ញុំមិនដឹងថាក្នុងនេះមានអ្វីទេជាមុនដំបូងខ្ញុំប្រហែលជាខ្ញុំនឹងធ្វើការហាច់ច្រឡំហាច់ហ្នឹងហើយហាច់ជាមួយនឹង pad ដែលមាន 3x នេះខ្ញុំគិតថាប្រហែលជា 3x នេះវាមិនមែនជាប្រភេទ x ដែល limited ឬ x អីទេព្រោះថា x នេះ red x ហ្នឹងបាទនេះអូ Yo អូចូលខ្ញុំបានជាមួយនឹង pad អីគេចុះមិនហេតុអ្វីថ្ងៃនេះខ្ញុំសំណាងវិញអត់ពេល record ម្ដងគឺដឹងតែខ្ញុំសំណាងយកហ្មងអីអាមែននេះយើងបានជាមួយនឹង Niol មួយហើយជាមួយនឹង Frog and អាប៉ែនេះជួយគេណាតែដោយសារតែខ្ញុំគិតថាខ្ញុំប្រហែលជាខ្ញុំទុក3 pack នេះទៅខ្ញុំមិនដឹងទុកទៅអីដោយសារយើងមានជាមួយនឹង Raccoon ហ្នឹងហើយយើងមានជាមួយនឹង Raccoon មួយជាមួយនឹង Dragonfly ក៏ដូចជា Red Fox ហ្នឹងហើយឥឡូវយើងនឹងធ្វើការមកមើលជាមួយនឹង Garden របស់ខ្ញុំគឺដាំអ្វីខ្លះហ្នឹងហើយបើហើយវីដេអូនេះរៀងសាសបន្តិចដោយសារតែខ្ញុំមិនដឹកថាខ្ញុំត្រូវលេង game នេះគឺសប្បាយបែបមិនទេដោយសារខ្ញុំមិនមាន experience ក្នុងការធ្វើវីដេអូប្រភេទ simulator ដូចជាបងឈៀនសញ្ញាអីចឹងទៅខ្ញុំអត់សូវមានអញ្ចឹងទេអូជប់ឥឡូវខ្ញុំមានផ្លែស្អីគេនេះខ្ញុំនឹងធ្វើការដកផ្លែ moon mango នេះមួយដែលវាមាន burst ដល់ last slide អីនេះជប់អានេះវាគុណនឹងប៉ុន្មានអានេះមើលទៅខ្ញុំគិត pleasant ឡើយខ្ញុំគិតថាខ្ញុំគួរតែយកជាមួយអាផ្លែនេះមួយដើម្បីឲ្យអ្នកមើលថាផ្លែនេះគឺលក់បានប៉ុន្មានហ្នឹងហើយដែលវាឥឡូវគឺវាបើបានច្រើនខ្លាំងមែនតើតែខ្ញុំគិតតែប្រហែលជាយ៉ាងតិចណាស់ក៏ខ្ទង់10លានទៅចុះដឹងថាបាន10លានអត់ទេមើលទៅ let's go and pam បានត្រឹមតែ5លានចឹងខ្ញុំខំថែវាចង់ងាប់ចង់រស់តែបានត្រឹម5លានចឹង oh my god អូចុះមិនភ្លឺមែន oh my god បានថ្លៃតិចមកអូ what the heck ជឿថា goal នៅក្នុង game Grow Garden នេះគឺលក់បានថ្លៃខ្លាំងមែនតើឲ្យតែតាក់ទងមួយមាសហ្នឹងហើយបាទនៅមូលហេតុនេះកុំឃើញខ្ញុំហេតុរបស់ខ្ញុំអចឹងដោយសារចាស់ស្ដែងអានេះគឺជាផ្លែទី1ដែលខ្ញុំលក់ដែលខ្ញុំមានតម្លៃរហូតដល់100 ហ្នឹងហើយយ៉ានេះជាផ្លែទី1ដែលខ្ញុំរកឃើញផ្ទាល់តែធ្វើដល់ខ្លួនឯងបានដល់100 ជាងអញ្ចឹងកុំឆ្ងល់ថាហេតុអ្វីខ្ញុំអស់ហើយខ្ញុំមានដល់ 200B ជាងហើយបើខ្ញុំអត់ហើយ 200B នេះបើនេះបើគេឲ្យហ្នឹងអញ្ចឹងយើងគិតទៅអីទេតែចាក់ស្ដែងចាំថាអាផ្លែនេះចុះបើផ្លែទៅបែបតកបែបតកពលក់បានប៉ុន្មានអូចាំថាតទៅឆ្លាយជី goal oh my god នេះពេលគេឲ្យយើងប្រើជាមួយនឹង master នេះ
អានេះមិនទៅពីធ្វើ apply យ៉ាងធំបាននេះខ្ញុំធ្លាប់ទិញមកម្ដងតែគ្រាន់តែបើតាមខ្ញុំមើលដូចវារៀងកម្រដែរវាចូលរបស់ limit ដែរអញ្ចឹងបើពួក apply ធម្មតាបើតាមខ្ញុំមើលដូចជាវាមិនសូវនេះទេពីដំបូងខ្ញុំមិនដឹងខ្ញុំដាក់នៅនេះខ្ញុំដាក់នៅកន្លែងកូនមកខ្ញុំស្មានតែវាធ្វើឲ្យពួកអាពងសុតពួកអាសុតនេះវាកើតលឿនតែមានអីវាមានកើតលឿនមកពីណាដល់កខ្ញុំមិនដឹងខ្ញុំថាមនុស្សអត់ចេះលេងគឺអត់ដឹងថាត្រូវនិយាយយ៉ាងម៉េចហ្នឹងមកអូខេចឹងឥឡូវខ្ញុំកាត់ទៅហើយទៅ public server ដើម្បីខ្ញុំចង់មើលជាមួយណា Raccoon របស់ខ្ញុំហ្នឹងគឺលួចរបស់គេសាហាវថ្នាក់ណាហ្នឹងហើយ let's go អូនេះអូ my god នេះវាលួចបាននេះមើលអូ my god បានអីគេចឹងមិនថាហ្នឹងហើយមានតែកូនបើរបស់ខ្ញុំទេគឺអា Raccoon ទេដែលខ្ញុំជួយចិត្តខ្លាំងតែហ្នឹងហើយខ្ញុំជួយចិត្តអាហ្នឹងហើយអា style ហ្នឹងរបស់វាហ្នឹងហើយលួចបានល្អណាស់អើយស្មានថាលួចបានល្អណាស់ប៉ុន្តែបើសិននេះសំណាងនេះបានជាមួយនឹងអីគេបើនេះសំណាងនេះបានជាមួយនឹងផ្ទះដែលអ្នកមានអ្នកមានខ្ទង់Bខ្ទង់អីក្នុងBហ្នឹងវាចូលលួចហ្នឹងគឺឲ្យតែរាល់ពេល1ម៉ោងគឺចូលដល់ម៉ោងថ្មីហ្នឹងគឺយើងនឹងមានជាមួយនឹងកន្លែងដែលថាសវាយ shop ហ្នឹងអូយើងមានអូនេះខ្ញុំត្រូវការអាសៅមួយនេះហើយតែពណ៌នេះអូ my god យើងបានជាមួយនឹងផ្លែថ្មីហើយ let's go ចុះអាផ្លែដូចជាខ្ញុំមានហើយនេះជប់ខ្ញុំមើលផ្លែសិនអូ my god ដូចផ្លែនេះខ្ញុំមានហើយផ្លែនេះមួយនេះមែនអូមួយនេះសោះខ្ញុំចង់មានថានៅក្នុង event លើកនេះគឺអត់មានផ្លែថ្មីទេ event លើកនេះគឺឃើញតែគេហ្នឹង block fruit ហ្នឹងគេថាក្នុងមួយ update ទាំងអស់របស់ Grow Garden គឺជា update មួយដែលហៅថា bad update ជាងគេហ្នឹងហើយដោយសារតែវាអត់មានអីធ្វើថ្មី event ថ្មីក៏អត់ផ្លែថ្មីក៏អត់អីក៏អត់យើងទៅអត់ទាំងអស់ហ្នឹងហើយប៉ុន្តែ admin គឺបានសឲ្យយើងវិញជាមួយនឹង event ចាស់ហ្នឹងគឺ event ជាមួយនឹង night old មួយនេះ event មួយហ្នឹងគឺ admin នឹងសឲ្យយើងវិញដោយក្រការ1ម៉ោង admin នឹងធ្វើការ spot នេះ oh my god អានេះដូចខ្ញុំមានហើយនេះហើយគ្នាយើងខ្ញុំឆ្ងល់ទៅហេតុអ្វីខ្ញុំមានតែសារតែគាត់ហ្នឹងគាត់ហ្នឹងគឺបាទខ្ញុំលេងតន់បានពេលទៅដំបូងតែខ្ញុំចូលលេងទៅបានតែ1ម៉ោងឯងខ្ញុំចូលខ្ញុំថាខ្ញុំឆ្ងល់ថាតែហ្គេមមានអីគេលេងគាត់ចូលមកគាត់ឲ្យផ្លែគាត់ថាឲ្យយកទៅលក់សះមើលដឹងឲ្យបាន 200B ចឹងគឺខ្ញុំឲ្យបាច់មិនដឹងថាយើងគួរតែលេងអីទៀតបងហើយអ្នកនេះមើលជាមួយនឹងលុយដែលគាត់មានហ្នឹងហើយ oh my god 2000B ខ្ញុំ 200B ខ្ញុំចាយអត់ដឹងថាត្រូវចាយគេអស់ណាឥឡូវគាត់ 2000B យើងមិនដឹងថាគាត់ចាយគេហ្នឹងហើយខ្ញុំមកមើលទៅជាមួយនឹងសួនរបស់គាត់តិចហ្នឹងហើយយើងមិនមានអីច្រើនទេខ្ញុំមិនដឹងតែគាត់កំពុងតែមានកម្រងធ្វើអ្វីទេហ្នឹងហើយតែខ្ញុំឃើញតែគាត់ហ្នឹងទុកផ្លែ legendary នេះបើតាមខ្ញុំមើលដូចចាមានអីទេខ្ញុំមិនដឹងតែគាត់ធ្វើអីគេប៉ុន្តែពីដំបូងឃើញគាត់ដាំអាផ្លែស្គេមួយនៅកន្លែងនេះពេលឥឡូវហ្នឹងគឺគាត់ដាក់ជាមួយនឹងអាស្គេពណ៌នេះណៃនេះបានមកពីណាហ្នឹងបានមកពីណាចាំតិចខ្ញុំនឹងសួរគាត់សិនអូខេខ្ញុំនិយាយថាអាតបោនេះបានមកពីណានេះអាតបោនេះគេ nice stuff អីនេះហ្នឹងបានមកពីណាចូលឲ្យធ្វើអា quest ហ្នឹងខ្ញុំមិនចេះធ្វើ quest អា quest ទីមួយវាឲ្យធ្វើអីគេខ្ញុំអត់ចេះសិននេះអា quest របស់អានេះតែយកហ្នឹងជំនួយគេអាហ្នឹងចាំមើលខ្ញុំបន្ទាប់មកមិនដឹងធ្វើស្អីបន្ទាប់ពីយើងបានខ្លាចទៅជា billionaire ហើយមិនដឹងធ្វើអីហ្នឹងហើយឥឡូវយើងកុំតណានិយាយច្រើនជាមួយនឹងចំការរបស់យើងហ្នឹងនេះគ្រាន់តែមើលចំការរបស់គាត់ទៅគឺគ្មានស្អីគេដោយសារគាត់ rich ស្រាប់ហ្នឹងហើយដឹងតែគាត់លេងហ្គេមហ្នឹងធ្វើអីទេបើគាត់ rich ស្រាប់ហ្នឹងហើយចង់ថាឥឡូវគាត់លេងហ្គេមហ្នឹងធ្វើអីទេបើគាត់ rich ស្រាប់ហើយគាត់មានអីត្រូវធ្វើទេបើគាត់ត្រូវនៅក្នុងហ្គេមហ្នឹងទៀតបើឥឡូវសំបីតែអ្នកមើលតែដបងមកគាត់ដាក់ចោលថ្នាក់ហ្នឹងផ្លាយក៏គ្មានសំបីតែមួយហើយជាមួយនឹងគេអា Raccoon នេះបើអ្នកមិនសុកហ្នឹងអ្នកនៅមិនមើលហ្នឹងមហាទៅទៀតអ្នកបាត់ផ្លាយក៏មិនដឹងខ្លួនដែរហ្នឹងចឹងពេលអត់តន់ចេះលេង random បាន legend រហូតតែពេលតាំងពីរៀងចេះលេងខ្លះ random តែបាន legend ទេអាមែន uncommon ទៀតហ្នឹង random បាន legend ហ្នឹងយ៉ាងទៅ legend mythic អីបានរហូតតែពេលអត់តន់ចេះលេងថ្ងៃដំបូងពេលលេងយូរទៅយើងស្គាល់ខ្លាំងណាស់វាឲ្យតែពណ៌ uncommon ពណ៌អីទៅជឿហ្មងអូមកលួចខ្ទេចអស់លេងហ្នឹងនេះអ្នកដែលចាំ Raccoon ហ្នឹងសិននិយាយថាធ្វើមានអត់បាក់ទេគ្រាន់តែអ្នកនេះគាត់តែឆ្លាតតិចទៅបានហើយធ្វើមានអត់បាក់ទេ AFK ក៏នេះដែរតែដល់ពេល Raccoon ខាងខ្ញុំវិញដឹងទៅលួចខ្ទេចខាងនោះហ្នឹងអូខេវីដេអូយើងថ្ងៃនេះគឺមានប៉ុណ្្នឹងទេចិត្តខ្ញុំលេងតែទៅមួយ Grow Garden ក៏ទេឲ្យឆ្ក្រាមចុច like ដូចអ្វីជាមួយនឹង Grow Garden មានក្រុម comment ហ្នឹងហើយមានប៉ុណ្្នឹងទេ and peace